ខ្ញុំជឿថាមន្ទីរមួយចំនួនក៏ប្រកាសជាបានដឹងហើយចំពោះការវត្តមានរបស់ជីគីតាកំឡុងពេលធ្វើ World Tour នៅឯទីក្រុងចាកាតាក្នុងប្រទេសឥណ្ឌូនេស៊ីហ្នឹងរីឯមន្ទីរមួយចំនួនទៀតក៏ប្រហែលជាអត់បានដឹងដូចគ្នាអញ្ចឹងចំពោះការវត្តមានរបស់ជីគីតាហ្នឹងគឺកំឡុងពេលដែលបិទឆាកចុងបញ្ចប់អញ្ចឹងគឺនៅពេលហ្នឹងគឺសមាជិកដែលឡើងទៅលើឆាកហ្នឹងដើម្បីធ្វើការថតរូបនៅក្នុងការបញ្ចប់ World Tour ហ្នឹងគឺមានត្រឹមតែ5នាក់ទេខ្ញុំចេញវីដេអូនេះរងយឺតបន្តិចដោយសារតែខ្ញុំត្រូវការស្វែងរកព័ត៌មានដែលតាក់ទងជាមួយនឹងការវត្តមានរបស់ជីគីតាគឺកំឡុងពេលដែលថតរូបនឹងដែរក៏មាន fan ក៏បានសួរថាបាត់ជីគីតាទៅណាអីចឹងណាហើយក៏សមាជិកផ្សេងទៀតក៏គាត់បានប្រាប់ទៅថាជីគីតាមានបញ្ហាតិចតួចអាចថាបញ្ហាសុខភាពចឹងទៅក៏គាត់បាននិយាយដែរថាអត់អីទេជីគីតានឹងត្រឡប់មកវិញឆាប់ៗនេះឯងប៉ុន្តែ fan អស់គ្នាប្រកាសជាដឹងហើយនៅថាតែមានបញ្ហាសុខភាពហើយគឺ fan ពិតជាបារម្ភខ្លាំងមែនទែនមកចំពោះជីគីតាដូចគ្នានេះដែរដូចជារ៉ាមីចង់ឃើញគាត់ដោយសារបញ្ហាសុខភាពនឹងបានធ្វើឲ្យរ៉ាមីវត្តមាននៅការធ្វើ World Tour នឹងជាច្រើនប្រទេសមែនទែនជាពិសេសគឺប្រទេសនៅក្នុងអាស៊ីយើងទាំងអស់នឹងតែម្ដងហើយចំពោះការវិភាគដែលត្រូវធ្វើការសម្ដែងចប់គ្នាទៀតនោះគឺនៅឯទីក្រុងកាឡាឡាំពួរជាមួយនឹងតៃប៉េអ្នកទាំងអស់គ្នាមកក្នុងការវិភាគនេះបានគឺនៅថ្ងៃទី21ខែ6យើងនេះជាមួយនឹងនៅទី28ខែ6អញ្ចឹងអ្នកទាំងអស់គ្នាគិតមកថាវានឹងចប់គ្នាដែរអញ្ចឹងជីគីតាអាចនឹងអវត្តមានឬក៏មិនយើងអត់ដឹងច្បាស់នោះទេយើងមានតែរងចាំមើលថាតើខាងផលិតកម្ម IG គេជាប្រកាសបែបណាតាក់ទងជាមួយនឹងបញ្ហាសុខភាពរបស់ជីគីតានឹងមានសង្ឃឹមថាជីគីតានឹងអត់ដៃចោះមានចង់ឃើញសមាជិកទាំង7នាក់ឡើងសម្ដែងនៅលើឆាកខ្លាចតែវគ្គក្រោយរ៉ាមីបានឡើងសម្ដែងនៅលើឆាកហើយបែរជាអវត្តមានរបស់ជីគីតាវិញអញ្ចឹងគឺខ្វះអីមួយយ៉ាងអញ្ចឹងយើងត្រូវសែតខ្លាំងហ្មងជាចុងក្រោយក្នុងនាមមានជា Monster ម្នាក់ដែរសូមជូនពរឲ្យកូនបើជីគីតាទទួលបានសុខភាពល្អប្រសើរឡើងវិញដើម្បីធ្វើការឡើង performance នៅលើឆាកជុំជាមួយនឹងសមាជិកផ្សេងទៀតគ្រប់ទាំង7នាក់នៅលើឆាកធ្វើឲ្យឆាកនឹងកាន់តែមាន power កាន់តែ attractive ធ្វើឲ្យយើងនឹងកាន់តែចង់តាមដានកាន់តែចង់មើលចាសូមអរគុណសូមជម្រាបលាបាយបាយ